bằng màu bàn nó thư bảo hộ ấy hộp bán á toàn lớn con xoang mà cô thùng lần កាលពីអំឡុងចុងខែមីនាកន្លងទៅថ្មីនេះមានករណីត្រីពលងាប់ជាច្រើនក្បាលនៅស្ទឹងព្រែកថ្នោតក្នុងខណ្ឌដង្កោរាជធានីភ្នំពេញបណ្ដាលមកពីទឹកស្ទឹងមានក្លិនស្អុយបើតាមពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននោះឲ្យដឹងថាករណីទឹកស្ទឹងព្រែកថ្នោតស្អុយខ្លាំងបង្កមានត្រីងាប់នេះធ្លាប់កើតឡើងកាលពីឆ្នាំមុនគ្រាន់តែថាត្រីពលងាប់តិចជាងឆ្នាំនេះខណៈអាជ្ញាធរមូលដ្ឋានបញ្ជាក់ថាបញ្ហាទឹកស្ទឹងមានក្លិនស្អុយកើតឡើងជាច្រើនឆ្នាំមកហើយអ្នកស្រីជុំសុខុនអាយុ68ឆ្នាំមានស្រុកកំណើតនៅក្នុងភូមិពីរៀមសង្កាត់សាក់សំពៅខណ្ឌដង្កោរាជធានីភ្នំពេញគ្រួសាររបស់គាត់តែងតែចុះទៅនេសាទត្រីនៅក្នុងទឹកស្ទឹងព្រែកថ្នោតយកមកទទួលទានជាប្រចាំថ្ងៃកាលពីចុងខែមីនាដែលមានត្រីពលងាប់ច្រើននៅក្នុងទឹកស្ទឹងអ្នកស្រីក៏បានទៅនេសាទដែរប៉ុន្តែគាត់អះអាងថាត្រីទាំងនោះមានក្លិនស្អុយទោះជាយ៉ាងណាគាត់នៅតែបន្តទទួលទានហូបអត់ខឹងកើតដែររឿងខ្លាំងអូដល់អញ្ចឹងនៅតែបន្តហូបទៀតឬយ៉ាងម៉េចមីងបើអត់ហូបទៅវាខំខ្លាំងតិចតិចតែហូបចំពោះការប្រើប្រាស់ទឹកវិញគាត់ប្រើជាប្រចាំថ្ងៃសម្រាប់ងូតបោកសម្លៀកបំពាក់និងលាងចានជាដើមយ៉ាងណាក៏ដោយអ្នកស្រីត្អូញត្អែថា ទឹកនោះមានក្លិនស្អុយហើយងូតទៅធ្វើឲ្យរមាស់ស្គៀបប៉ុន្តែដោយសារគ្មានជម្រើសគាត់ត្រូវតែទ្រាំស្ត្រីដែលមានវ័យជិត70ឆ្នាំរូបនេះត្អូញត្អែថាគាត់គ្មានលទ្ធភាពបុកអណ្ដូងយកទឹកពីក្រោមដីមកប្រើប្រាស់ទេព្រោះវាត្រូវការចំណាយប្រាក់ប្រមាណ1លានរៀលមីងប្រើប្រាស់ទឹកនោះរាល់ថ្ងៃតើមីងរាល់ខែរាល់ថ្ងៃទឹករៀងខ្លាំងតិចតិចនឹងធ្វើម៉េចបើយើងប្រើវាមិនអត់មកដៃមកចុះអញ្ចឹងលំមាស់ទៅធ្វើម៉េចទៀតយើងក្រៅរាល់ថ្ងៃអញ្ចឹងទៅមីងដើម្បីទឹកទិញទឹកដងចុះមីងព្រួយបារម្ភទេបើទឹកវាកាន់តែកខ្វក់ទៅអញ្ចឹងនឹងធ្វើម៉េចហេតុអីមីងអត់បុករោងចំណែកអ្នកស្រីងួនសាងាំក៏ជាអ្នកភូមិក្នុងមូលដ្ឋាននេះដែរហើយគាត់រស់នៅទីនេះ71ឆ្នាំមកហើយស្ត្រីចំណាស់រូបនេះអះអាងថាកាលពីមុនគាត់ប្រើប្រាស់ទឹកនេះក្នុងជីវភាពប្រចាំថ្ងៃសពសារពើដូចជាដាំបាយធ្វើម្ហូបងូតស្រោចដំណាំបោកសម្លៀកបំពាក់និងនេសាទត្រីយកមកទទួលទានផងប៉ុន្តែបច្ចុប្បន្នគាត់លះបង់ចោលទាំងអស់ព្រោះទឹកនោះក៏ខ្វក់ខ្លាំងដល់ឥឡូវនោះវាប្រើលេងចោលត្មងទៅគ្រាន់តែឃើញទឹកខៀវហ្មងមុនយើងគ្រាន់បានហូបអីបងអីចឹងទៅបានហូបវាជីភាពវារៀងនេះដែរដល់ឥឡូវហ្នឹងវាលេងប្រើការត្រីសាច់អីទល់ទិញផ្សារអ្នកស្រីបានបុកអណ្ដូងយកទឹកពីក្រោមដីមកប្រើប្រាស់អស់រយៈពេល5ឆ្នាំមកហើយគឺក្រោយពេលទឹកស្ទឹងកខ្វក់មិនអាចប្រើប្រាស់បានរំលឹកដល់កាលពីប៉ុន្មានថ្ងៃមុនដែលមានត្រីពលងាប់ច្រើនតែអ្នកស្រីក៏បានទៅចាប់ត្រីទាំងនោះដែរតែត្រូវជះចោលទៅវិញព្រោះពួកវាមានក្លិនស្អុយទាំងដែលនៅរស់អ្នកស្រីអះអាងថាឆ្នាំមុនក៏ត្រីពលងាប់ដែរតែតិចជាងនេះហើយអាចយកទៅទទួលទានបានចុះប្រហែលថ្ងៃមុនដែលគេល្បីត្រីងាប់ពោះមេឃមានបានទៅចាប់ត្រីរើសត្រីគេមកតហូបអកាសយកជះចោលវិញមិនចឹងមីងធំក្លិនស្អុយហ្មងកែមីងទៅរើសអាត្រីងាប់យូរហីអត់ទេត្រីហែលស្រង់ហែលភ្លាមនៅរស់ហ៎ត្រីនៅរួងនៅស្រស់ញឹមតោះយកមកធ្វើដាក់អំបិលផងអីផងលឿងពីសានៅហូបបង្កើតយកជះចោលរីឯលោកយឹមរដ្ឋាអាយុ40ឆ្នាំធ្លាប់ដងទឹកស្ទឹងព្រែកថ្នោតមកទទួលទានងូតលាងទឹកគោនិងនេសាទត្រីក្នុងស្ទឹងនោះជាដើមតែបច្ចុប្បន្នលោកក៏ពុំអាចយកទឹកនោះមកប្រើប្រាស់បានដោយអ្នកភូមិដែលបានលើកឡើងខាងលើដែរលោកអះអាងថាសូម្បីតែគោរបស់គាត់ក៏មិនផឹកទឹកនោះដែរព្រោះវាមានក្លិនស្អុយដើម្បីដោះស្រាយបញ្ហាខាងលើឈ្មួញទិញលក់សត្វគោដែលមានគោ7ក្បាលរូបនេះបានបុកអណ្ដូងមួយយកទឹកពីក្រោមដីមកប្រើប្រាស់ប្រចាំថ្ងៃតែខ្ញុំឥឡូវក៏តែបានប្រើ
តែព្រួយបារម្ភដែរព្រោះយើងត្រូវការចុះពីបងការយ៉ាងណាចង់ទៅរៀនក្រុមហ្នឹងរៀបវត្តការទៀតមកហ្នឹងអ្នកនេសាទគេគាត់ធ្លាប់ធ្វើរកត្រីទីទៀតយកមកមុខឲ្យគេអ្នកហូបហ្នឹងក៏ហូបបាត់ការទៀតខ្ញុំមិនស្អុយទៅហូបបាត់ការទៅមុនកាលពីមុនហូបឆ្ងាញ់ទៅស្ទឹងទៅ លោកងួនសារឿនមេភូមិពីរៀមសង្កាត់សាក់សំពៅខណ្ឌដង្កោរាជធានីភ្នំពេញក៏បានមើលឃើញពីការប្រែប្រួលគុណភាពទឹកក្នុងស្ទឹងព្រែកត្នោតដោយអ្នកស្រុកដែរបានកាន់តំណែងនេះតាំងពីឆ្នាំ1986លោកមេភូមិអះអាងថាទឹកស្ទឹងព្រែកត្នោតស្ថិតក្នុងភូមិសាស្ត្រដែលលោកកាន់កាប់មានសភាពប្រែប្រួលទៅជាស្អុយនៅរដូវប្រាំងតាំងពីអំឡុងឆ្នាំ2010មកម្លេះបច្ចុប្បន្នលោកប្រើប្រាស់ទឹកស្ទឹងនេះសម្រាប់ជីវភាពប្រចាំថ្ងៃខ្លះដែរលើកលែងតែសម្រាប់ចម្អិនអាហារទទួលទានគឺលោកទិញទឹកធុង ដងបុកដែរតែវាអត់ចេញ ចុះទឹកមួយឡានមែន មួយឡានទិញគេក្នុងមួយឡាន 40000 បើបានវាយមួយខែដែរបើយើងដាំបាយហើយស្លហូបទឹកប្រើប្រាស់លាងចានលាងក្បាលអីបោកកៅអៅវិញយើងប្រើទឹកស្ទឹង ចុះងូត គឺយើងប្រើទឹកស្ទឹងដែរ ចុះអាមកអត់ មកខ្ញុំវិញយើងអត់ឯងប្រើហើយចេះទ្រាំទៅ លោកងួនសារឿនអះអាងថាលោកធ្លាប់បានលើកឡើងពីបញ្ហាទឹកមានក្លិនស្អុយទៅកាន់ក្រសួងដែរប៉ុន្តែបញ្ហានេះនៅតែកើតឡើងដដែលលោកមេភូមិសង្ស័យថាអាចមានការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រចូលក្នុងទឹកស្ទឹងនេះ ពីខ្ញុំកើតមកតាំងពី58 59ដែលខ្ញុំកើតមកនោះវាអត់ដែលមានធុងក្លិនទេទឹកស្ទឹងខែ5ខែមិនអស់ទឹកមិនក៏អត់ធុងក្លិនដែរតែមកចំនួនហ្នឹងទេដែលវាធុងក្លិននៅថាហើយចំនួននេះខ្ញុំតែរយៈពេល10ឆ្នាំគេដែរទេខាងក្រសួងយើងពេលយើងវិទ្យាការសាធារណៈយើងសំណុំពរទៅគាត់ទៅចុះទៅអង្កេតមើលអញ្ចឹងទៅនឹងឲ្យទៅអង្កេតទៅបាត់ទៅអង្កេតទៅបាត់ទៅតែទឹកវានៅស្រោចអត់ដែរនោះ លោកមេភូមិដែលមានអាយុ67ឆ្នាំរូបនេះសំណូមពរដល់រដ្ឋាភិបាលពន្លឿនបណ្ដាញទឹកស្អាតឲ្យដល់ភូមិរបស់គាត់ឆាប់ៗព្រោះអ្នកភូមិកាន់តែពិបាកប្រើប្រាស់ទឹកស្ទឹងហើយពលរដ្ឋដែលបន្តប្រើប្រាស់ទឹកស្ទឹងព្រែកត្នោតនេះមានប្រមាណ5ភូមិ សំពរទៅមុខទៅសំពរសុំជួយពន្លឿនទឹកស្អាតឲ្យបានដល់ភូមិទៅប៉ុណ្ណឹងបានទឹកស្អាតមកលែងសូវភ័យ លោកខ្វៃអតិថយាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថាបច្ចុប្បន្នសំណាក់ទឹកចំនួន5ទីតាំងនៅខ្សែទឹកខាងលើខ្សែទឹកខាងក្រោមនិងប្រព័ន្ធបញ្ចេញពីរោងចក្រកំពុងស្ថិតក្នុងមន្ទីរពិសោធន៍នៅឡើយដោយពុំទាន់មានលទ្ធផលថ្មីនៅឡើយលទ្ធផលធ្វើពិសោធន៍នឹងចេញរង្វង់1ខែទៀតហើយក្រសួងនឹងបង្ហាញជូនសាធារណជនជ្រាបក្រៅពីនោះក្រសួងក៏បានដាក់មន្ត្រីឃ្លាំមើលការបញ្ចេញសំណល់រាវពីរោងចក្រឧស្សាហកម្មដែលស្ថិតនៅតាមបណ្ដោយទីតាំងកើតហេតុផងដែរលោកខ្វៃអតិថយាបញ្ជាក់ថាការពិសោធន៍ដោយប្រើឧបករណ៍វាស់ស្ទង់នៅទីតាំងផ្ទាល់នៅជំហានដំបូងរកពុំឃើញសារធាតុបំពុលដែលប៉ះពាល់ដល់ជីវៈចម្រុះឡើយដោយឡែកសីតុណ្ហភាពនៅក្នុងទឹកនៅពេលថ្ងៃក្តៅខ្លាំងពីម៉ោង10ដល់ម៉ោង4ល្ងាចដោយឡើងចន្លោះពី31ទៅ35ដឺក្រេសេ ក្រុមការងារចុះទៅហ្នឹងនៅក្នុងទីតាំងប្រវែង6គីឡូម៉ែត្រហ្នឹងពីលើដល់ក្រោមហ្នឹងគឺវាអត់ឃើញមានសារធាតុណាដែលបង្កគ្រោះថ្នាក់ឬក៏បង្កមានបញ្ហាសុខភាពឬក៏បណ្ដាលឲ្យជីវៈចម្រុះអីប៉ះពាល់សុខភាពជីវៈចម្រុះអីនៅឡើយ សូមបញ្ជាក់ថាកាលពីថ្ងៃទី31ខែមីនាឆ្នាំ2026ក្រុមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខណ្ឌដង្កោរដ្ឋបាលសង្កាត់ក្រាំងពង្រោនិងអាជ្ញាធរភូមិទឹកថ្លាចុះត្រួតពិនិត្យតាមដានរោគប្រភពបំពុលដែលបានបង្កឲ្យត្រីងាប់នៅស្ទឹងព្រែកត្នោតដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់ក្រាំងពង្រោខណ្ឌដង្កោរហូតដល់សង្កាត់ភ្លើងឆេះរទេសខណ្ឌកំបូលរាជធានីភ្នំពេញផ្នែកខ្សែទឹកខាងលើនៃចំណុចដែលមានសេចក្តីរាយការណ៍ករណីមានត្រីងាប់ប៉ុន្តែរោគពុំឃើញសារធាតុបំពុលទឹកឡើយ